ក្មេងប្រុសបានរើបានពងដកអាត់កំបាំងមួយយ៉ាងធំក្រោយពី3ឆ្នាំផ្ញើក៏ចេញពីក្នុងកូននាគតូចមួយដោយសារតែការកាត់ដំបងភ្នែកវាឃើញក្មេងប្រុសដូច្នេះកូននាគក៏ចាត់ទុកក្មេងប្រុសជាឪពុករបស់វាតែមិនដឹងពេលពួកគេលេងនៅទីលានស្រាប់តែសត្វឥន្ទ្រីមាសបានហោះមកចាប់កូននាគតូចក្មេងប្រុសដើម្បីជួយកូនក៏ត្រូវអូសហោះឡើងខ្ពស់តែសំណាងពួកគេរើបំរាស់ខ្លាំងទៅរួចផុតពីសត្វឥន្ទ្រីតែមិនទាន់បានសប្បាយផងក៏ធ្លាក់ចូលសមុទ្រក្មេងប្រុសមិនចេះហែលហៀបនឹងលងទឹកកូននាគទឹកតូចក៏ប្រញាប់នាគតូចក៏ប្រញាប់លូកកន្ទុយទាញក្មេងប្រុសនោះមកលើច្រាំងតែដៃរបស់ក្មេងប្រុសក៏មានរបួសមួយកន្លែងដែរអ្វីដែលគួរឲ្យភ្ញាក់ផ្អើលគឺរូបរាងមុខរបួសនោះបែរជាបានคล้ายទៅជារូបរាងដូចនាគតូចទៅវិញបន្ទាប់ពីហេតុការណ៍នេះចំណងមិត្តភាពរវាងពួកគេកាន់តែជ្រាលជ្រៅហើយដែលមានជាមួយពីនាគតូចការនេសាទរបស់ក្មេងប្រុសកាន់តែងាយស្រួលព្រោះជានិច្ចការនាគតូចមួយក្នុងសមុទ្រដេញហ្វូងត្រីធ្វើឲ្យក្មេងប្រុសតែងតែនេសាទបានត្រីពេញទូកគេថាអ្នកឃើញហើយនិយាយថាអស់ទុកទោសនឹងមានសុខថ្ងៃក្រោយនឹងបានជោគជ័យគ្រប់បំណងគិតថាពួកគេនឹងរស់នៅយ៉ាងមានក្តីសុខជារៀងរហូតតែជោគវាសនាមិនទៀងទាត់សោះស្រាប់តែមានពពកខ្មៅនិងព្យុះភ្លៀងបក់បោកមកខ្លាំងភ្លៀងបង្អុរយ៉ាងជោគជាំបណ្ដាលឲ្យមានទឹកជំនន់ភ្នំក្មេងប្រុសនិងស៊ីវឡុងត្រូវបានទឹកហូរចូលទៅក្នុងសមុទ្រពួកគេក៏បែកផ្លូវគ្នានៅទីនោះក្មេងប្រុសខំប្រឹងឡើងគោតែបែរជាបាត់ស្រមោលស៊ីវឡុងដោយគ្មានវត្តមាននាគតូចគាត់ខំស្វែងរកអស់រយៈពេល10ឆ្នាំក៏នៅតែមិនឃើញដានរបស់ស៊ីវឡុងឡើយអស់រយៈពេល10ឆ្នាំក្មេងប្រុសក៏បានធំធាត់ទៅជាយុវជនសង្ហាម្នាក់ដោយសារជំនាញនេសាទរបស់គេពូកែជាងគេទើបគេត្រូវបានជ្រើសតាំងជាមេដឹកនាំកប៉ាល់ទៅនេសាទត្រីនៅសមុទ្រជ្រៅប៉ុន្តែពេលពួកគេត្រឡប់មកវិញស្រាប់តែមានគ្រោះថ្នាក់កើតឡើងពេលមេឃមានពពកខ្មៅងឹតខ្យល់ព្យុះបោកបក់ខ្លាំងហើយភ្លៀងធ្លាក់មកភ្លាមមួយរំពេចនោះផ្ទៃសមុទ្រក៏មានរលកយក្សបោកបក់ខ្លាំងទូកនេសាទក៏ត្រូវបានរលកស្វីគ្នាភ្លាមបណ្ដាលឲ្យក្មេងប្រុសធ្លាក់ទឹកលិចបាត់ទៅតែមិននឹកស្មានថានាគរីមួយក្បាលបានហែងមកដល់ពេលឃើញស្នាមរបួសរាងនាគនៅលើដៃរបស់ក្មេងប្រុសនោះវាស្រាប់តែនឹកឃើញដល់រឿងរ៉ាវកាលនៅក្មេងជាមួយមិត្តភក្តិរបស់ខ្លួនវាក៏ដឹងភ្លាមថានេះគឺជាក្មេងប្រុសកាលពីមុនដូច្នេះវាថ្នមចាប់ក្មេងប្រុសនោះហើយហែចេញពីទឹកយកទៅដាក់លើទូកតូចវិញក្មេងប្រុសដែលភ្ញាក់ឡើងក៏ស្គាល់នាគរីនោះគឺជានាគតូចកាលពីឆ្នាំមុនសេចក្តីរីករាយក្នុងការជួបគ្នាធ្វើឲ្យគាត់អប់នាគយ៉ាងណែនមិនព្រមលែងចាប់ពីពេលនោះមកនាគក៏បានជ្រើសរើសបន្តតាមប្រុសនោះពួកគេក៏បានការពីកនាវាឲ្យត្រឡប់ទៅភូមិអ្នកនេសាទវិញក្រោយមកក្មេងប្រុសនិងនាគបានមុជចូលសមុទ្រដើម្បីលេងត្រីជួយឲ្យអ្នកភូមិចាប់បានត្រីសមុទ្រច្រើនប៉ុន្តែយូរទៅត្រីសមុទ្រនៅតំបន់ជុំវិញបានថយចុះយ៉ាងខ្លាំងដោយសារការចាប់របស់ពួកគេការនេះក៏បង្កឲ្យសត្វយក្សនៅបាតសមុទ្រមានការមិនពេញចិត្តបានចេញពីទាំង3សម្រាប់ទាំងឃើញយ៉ាងចោលហើយចាប់ដើមវាប្រហារដោយសម្រេចចិត្តឲ្យអ្នកភូមិទាំងអស់នេះលេទៅបាតសមុទ្រពួកវាហែយ៉ាងលឿនទៅដល់ផ្ទៃសមុទ្រហើយបក់រោមមកចាប់ដើមវាប្រហារទៅលើអ្នកភូមិយ៉ាងខ្លាំងទោះអ្នកភូមិទប់ទល់យ៉ាងណាក៏មិនអាចយកឈ្នះវាបានឡើយពួកគេជិតស្លាប់ក្នុងសមុទ្រពួកគេហ៊ាននឹងបាត់បង់ជីវិតដ៏ធំក្នុងគ្រាដ៏គ្រោះថ្នាក់នោះនាគយក្សក៏មកដល់ទាន់ពេលនាគបានគ្រវីក្រញាំខ្លួនកាត់ផ្ដាច់ប្រម៉ោយមឹកយ៉ាងងាយស្រួលបន្ទាប់មកនាគក៏ចាប់ផ្ដើមប្រយុទ្ធយ៉ាងខ្លាំងក្លាមឹកទាំង3បានធ្លាក់ចូលក្នុងស្ថានភាពទន់ខ្សោយក្រោមការវាយប្រហាររបស់នាគក្រោយផ្លុំដង្ហើមភ្លើងមួយមឹកយក្សទាំង3ក៏ភ័យខ្លាចជាខ្លាំងពួកវាទប់ស្កាត់ការភ័យខ្លាចមិនបានក៏រត់គេចខ្លួនដោយតក់ស្លុតទៅចំណែកអ្នកភូមិក្រោមការការពាររបស់នាគពេលត្រឡប់ដល់ផ្ទះដើម្បីដឹងគុណនាគរីដែលបានសង្គ្រោះជីវិតអ្នកភូមិក៏ចាប់ផ្ដើមចាត់ទុកវាជាទេពតាថែរក្សារបស់ពួកគេហើយចងចាំជារៀងរហូតពួកគេហ៊ាននឹងត្រូវបាត់បង់ជីវិត